PC ដែលលេងហ្គេមបានយូរមកហើយមិនងាយឡើងកម្ដៅបងអាចសេរីរៀបចំចេះក៏បានយើងចែកឲ្យរៀងច្រើនតិចប៉ុន្តែរបស់បានតែគឺគុណភាពទាំងហាយើងទាំងអស់គឺ8គ្រាប់ប៉ុន្តែ8គ្រាប់ហ្នឹងគឺសិតទាំងហាលៀនលីទាំងអស់ខ្ញុំច្រឡំឃើញដុំធំបងอย่าច្រឡំហាត់សេរីអានេះទាំងហាលៀនលីប៉ុន្តែសេរីពួក LCD ព្រមបងវីដេអូហ្នឹងមាន PC មួយចាំធ្វើការបង្ហាញហើយ PC ហ្នឹងដែរគឺអែមខ្លាំងតែមកបងមើលខ្លួនឯងអែមមិនអែមគឺវានៅមុខហ្នឹងស្រាប់មកឲ្យមើលបានស្បិចវិញគឺបងមិនបាច់ផៃថាទៀតទេរៀបដល់ប្រព័ន្ធនេះហើយហ្នឹងយើងមិននិយាយពីស្បិចច្រើនទេអីដែលសំខាន់ហ្នឹងគឺ component ដែលយើងបានតបតែងលើម៉ាស៊ីនហ្នឹងចឹងហ្នឹងថាមានអីខ្លះមើលខ្ញុំបានបែប PC ហ្នឹងដែរគឺយើងសិតតែគ្រឿងលេងហ្មងមកតួម៉ាស៊ីននេះគឺយើងលេងសខ្មៅចិត្តខ្មៅតបតែខែក៏មាន highlight ខ្មៅតិចៗដែរតែអីដែលសំខាន់គឺគ្រឿងសិតតែសទាំងអស់ទាំងហាយើងទាំងអស់គឺ8គ្រាប់ប៉ុន្តែ8គ្រាប់ហ្នឹងគឺសិតទាំងហាលៀនលីទាំងអស់អានេះគឺ fan បងលៀនលីបងសេរីពួក Unifan TL Wireless LCD 140ការរៀបចំឡើងនៅម៉ាស៊ីនហ្នឹងបងគឺប្រើមិនបាច់ផៃតាឡើងកម្ដៅមកបងមើលទៅទាំងហាលដឹងហើយទាំងហាលយើងប្រើសិតធំឲ្យអាខាងក្រោមនេះដល់តែ420ហើយយើង420តាក់តមកឈ្មោះខែបងខែនេះគឺយើងប្រើជាមួយនឹង Heaven HS 420អានេះគឺសេរីពួក VGPU វាមកជាមួយនឹង GPU mounting kit vertical ហើយ IDFS ហ្នឹងគឺមកជាមួយនឹង fan mounting kit របស់វាបងនិយាយទៅសេរីខែពួកទៅនៅចេញមកក្រោយបង fan ខាងក្រោមគឺតែមកប្រឆាត់ចឹងអស់សេរីពួក Heaven សេរីពួកលៀនលី O11 Dynamic Mini V2 ហើយនឹង ASUS តាមចាំទៅជា model A31 មានខាងក្រោមគេធ្វើអាប្រឆាត់ចឹងដែរហើយមានខែផ្សេងច្រើនទៀតដែលធ្វើអាសេរីក្រោយមកគឺអា fan បាញ់ប្រឆាត់ចឹងខែនេះគេធ្វើមកតម្រូវឲ្យយក exhaust យកចេញ3ក៏បាន4ក៏បានតែយើងប្រើឥឡូវនេះគឺយក4ខាងលើ3ខាងក្រោយ1 RAM ហ្នឹងយើងប្រើជាមួយនឹង Quassia អានេះគឺ Dominator សេរីពួក Titanium កម្រគឺយើងប្រើមែនតើហើយសម្រាប់រៀងគេវិញគឺមែនតើអានេះបានដាក់4ដើមជាប់គ្នាមើលមកពេញសាច់យកមកតែ2ដើមក៏ស្អាតដែររៀងគេស្អាតស្រាប់ហើយសម្រាប់ CPU ហ្នឹងយើងមានជាមួយនឹង Core Ultra 7បងអានេះគឺ Core Ultra 7 265K យើងប្រើជាមួយនឹង board បាត់ប្រអប់បាត់ហើយអានេះគឺ board សេរីពួក Z890 Plus Wi-Fi សេរីពួក board tough ហ្មងរៀងគេមើលមកតាំងចាប់ដាក់រូបនៅលើហ្នឹងឯងមើលហរយើងប្រើពណ៌ខ្មៅតែនេះយើងប្រើពណ៌សអាពណ៌សនេះគឺស្អាតមែនតើឲ្យដែលផ្សាំបោះគឺកន្លែងវងកងនេះអាហ្នឹងទៅពេលថាចាំងភ្លើងមកចេញពណ៌អិនតនូហើយបានដាក់ខ្យល់ទៀតដើម្បីមើលឃើញអាចំណាំផ្លាតហ្នឹងចេញមកអែបយកមកនៅសោះ stream មកទៀតហើយនឹង cooler អានេះ cooler យើងប្រើជាមួយ Panorama SE អានេះគឺ box 3X ហ្នឹងបងយើងប្រើពណ៌សហើយចាំងក្រោយគេហ្នឹងគឺយើងមាន streamer បងអានេះគឺ streamer wireless យើងមានបោះ graphic card មួយយើងមានបោះ motherboard មួយគូបងហើយ IDFS គឺទាំងហាមួយតួហ្នឹងគឺ wireless ទាំងអស់USB wireless នេះមួយវាប្រហែល10 device ចឹងទាំងអស់ទាំងហាយើង3គ្រាប់លីលី2ខ្សែទៀតហ្មងហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងបងធម្មតាឃើញម៉ាស៊ីនស្អាតៗផ្លែៗចែកថតចែកជូនគ្នាមើលចឹងណាហើយយើងជួបគ្នាវីដេអូក្រោយជាមួយវីដេអូផ្លែៗទៀតអរគុណបាយបាយ